បាទសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ Channel Hood Amy ទាំងគ្នាចឹងថ្ងៃនេះផងដែរយើងមានអំពីវីដេអូតាក់ទងអក្សរកតាកាណាណាហើយតពីវីដេអូមុនចឹងសម្រាប់ថ្ងៃនេះដែរយើងបញ្ចប់កតាកាណាហើយនៅសល់3អក្សរណាដែលមានអក្សរវៈអក្សរអុកហើយនិងអក្សរហើយអញ្ចឹង3អក្សរនេះហើយចឹងកុំឲ្យខាត់ពេលយូរយើងចូលមកកាន់អក្សរទី1អក្សរវៈហើយអក្សរវៈហើយអក្សរវៈបើយើងមើលមួយផ្លែតគឺស្តៀងជាមួយនឹងអក្សរណាស្តៀងជាមួយនឹងអក្សរបើយើងបន្តនៅខាងលើនេះមកខ្លះជាអក្សរហើយណាអញ្ចឹងរបៀបសរសេរនៅក្នុងស្នាមដៃយើងមើលទាំងអស់គ្នាហើយទី1 ichi ni ទី1 ichi ni ហើយ ichi ni ណាហើយអញ្ចឹងមានពីរគំនូសទី1យើងគូសពីលើចុះក្រោមហើយឈប់គំនូសទី2ពីឆ្វេងទៅស្ដាំហើយទៅមកចុះមកយើងកើមកផ្នែកខាងឆ្វេងណាហើយដោយចោលណាហើយអញ្ចឹងពាក្យដែលផ្ដើមដោយអក្សរវ៉ាហើយគឺមានវាញណាវែងណាហើយអញ្ចឹងវ៉ាបូកជាមួយអ៊ីបូកជាមួយនឹងអ៊ឺនយើងថាវែងណាវែងហើយវែងមកពីអង់គ្លេសវែងដូចគ្នាហើយបកប្រែថាស្រាលល្ហមណាហើយដល់មកទៀតយើងចូលមកកាន់អក្សរអុកហើយអក្សរអុកណាអក្សរនេះយើងបញ្ចេញសំឡេងគឺយើងអានអុកហើយតែនៅពេលយើងសរសេរពាក្យតំណាងឲ្យវាយើងដាក់ WO ណាហើយចឹងដូចនៅក្នុងយើងវាយ typing អីជាដើមយើងដាក់ W ហើយនិង O ហើយអញ្ចឹងអក្សរនេះមាន3គំនូសណាហើយអញ្ចឹងយើងមើលរបៀបផ្សេងនៅក្នុងស្នាមដៃនេះទី1 ichi ni san ណាហើយ ichi ni san ណាហើយម្ដងទៀត ichi ni san ណាហើយអញ្ចឹងអុកហើយអញ្ចឹងពាក្យដែលផ្ដើមអក្សរអុកគឺអត់មានទេអីណាអញ្ចឹងយើងចូលមកកាន់អក្សរចុងក្រោយអឺនណាហើយបន្ទាប់ពីវ៉ាក់អុកហើយអឺនណាអញ្ចឹងអក្សរនេះមាន2គំនូសហើយវាយើងមើលមកផ្លែតមកស្តៀងជាមួយនឹងអក្សរស៊ីណាអក្សរស៊ីដោយអក្សរស៊ីកន្លែងនេះវាមាន2គំនូសហើយតែអក្សរអ៊ុននេះវាមានតែ1គំនូសទេណាឥឡូវយើងមើលរបៀបសរសេរឥឡូវយើងមើលរបៀបសរសេរទី1 ichi ni ហើយម្ដងទៀត ichi ni ណាហើយម្ដងទៀត ichi ni ហើយអញ្ចឹងយើងគូសពីឆ្វេងហើយតម្លាក់ខ្លួនមកផ្នែកខាងស្ដាំមកហើយណាតមកគំនូសទី2យើងគូសពីលើសំដៅពីក្រោមឡើងទៅលើណាហើយដោយខាងលើនេះគឺចោលហើយអញ្ចឹងគំនូសទី1និងទី2នេះ3តម្លាក់ចំណោលមកវាស្មើគ្នាណាហើយស្របគ្នាណាហើយអញ្ចឹងពាក្យដែលផ្ដើមដោយអក្សរអ៊ឺនេះវាអត់មានទេតែអ៊ឺនេះវាត្រូវបានប្រកបជាមួយនឹងតួអក្សរផ្សេងនេះហើយដូចជាពាក្យកន្លែងនេះគឺយ៉ាងថា machine ណា machine ហើយ machine បកប្រែថាម៉ាស៊ីនដេរណាហើយម៉ាស៊ីនដេរហើយអញ្ចឹងថ្ងៃនេះយើងបញ្ចប់3តួអក្សរនេះហើយ